សួស្តីប្រិយមិត្តអ្នកស្ដាប់សំណេរព្រឹបព្រួយជាទីស្រឡាញ់យប់នេះយើងនឹងនាំអារម្មណ៍មិត្តអ្នកស្ដាប់ទៅកាន់អតីតកាលដ៏សែនឆ្ងាយមួយខ្ញុំនឹងនាំអ្នកទាំងអស់គ្នាត្រឡប់ទៅកាន់ប្រទេសកម្ពុជារបស់យើងវិញក្នុងអំឡុងឆ្នាំ2000ជាងដែលជាសម័យកាលមួយដែលប្រទេសរបស់យើងពុំទាន់មានការអភិវឌ្ឍលឿនប៉ុន្មាននៅឡើយទេរូបភាពនៃកម្ពុជាកាលនោះគឺពោរពេញទៅដោយភាពសាមញ្ញភូមិឋានភាគច្រើននៅជនបទដាច់ស្រយាលគឺពោរពេញទៅដោយខ្ទមស្លុកត្នោតដំបូលប្រុកស្បូជញ្ជាំងធឿពីស្លឹកចំណែកឯកំរាលវិញគឺរណាបឫស្សីត្រជាក់ល្ហឹមផ្លូវលំនៅតាមភូមិមិនទាន់បានចាក់កៅស៊ូឬបេតុងឡើយគឺសុទ្ធតែជាផ្លូវដីក្រហមជួនកាលមានភក់ច្រាមនៅរដូវភ្លៀងជួនកាលមានធូលីហុយត្រឡោមនៅរដូវប្រាំងទូរទស្សន៍ក៏មិនទាន់មានគ្រប់ផ្ទះដែរទូរស័ព្ទដៃក៏មិនទាន់រីកសាយភាយដោយបច្ចុប្បន្នមនុស្សម្នារស់នៅជាមួយគ្នាដោយភាពស្និទ្ធស្នាលជួយទុកធុរៈគ្នាទៅវិញទៅមកហាក់មើលទៅពុំសូវមានការប្រណាំងប្រជែងគ្នាខ្លាំងដូចសពថ្ងៃនេះទេជីវិតគឺសាមញ្ញណាស់សុទ្ធតែពឹងផ្អែកលើការងារស្រែចម្ការចិញ្ចឹមសត្វហើយភាពសាមញ្ញនេះហើយដែលធ្វើឲ្យយើងមានអារម្មណ៍ថាពេលនោះគឺជាពេលវេលាមួយដែលពោរពេញដោយក្តីសុខក្នុងន័យសាមញ្ញប៉ុន្តែក្នុងចំណោមភាពសាមញ្ញនោះក៏មានរឿងរ៉ាវជាច្រើនបានកើតឡើងផងដែរហើយយប់នេះក្នុងនឹងនិទានអំពីតួអង្គម្នាក់ឈ្មោះវណ្ណៈដែលជីវិតរបស់គាត់ប្រៀបបាននឹងទូកកំសត់មួយកំពុងលិចបន្តិចម្ដងនៅកណ្ដាលសមុទ្រជីវិតដ៏ធំល្វឹងល្វើយវណ្ណៈគាត់ជាបរិសុទ្ធម្នាក់ដែលធ្លាប់មានជីវិតក្រនបើដែរប៉ុន្តែដោយសារវាសនាចាប់តាំងពីភរិយារបស់គាត់ធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃមកជីវិតគ្រួសារក៏ចាប់ផ្ដើមធ្លាក់ដុនដាបគាត់បានខិតខំគ្រប់បែបយ៉ាងដើម្បីរកប្រាក់ព្យាបាលប្រពន្ធតែដោយគេថាមានលុយទើបមានពេទ្យកាលសម័យនោះដែរឱសថបុរាណគ្រូខ្មែរអ្វីដែលអ្នកភូមិបានប្រាប់គាត់បានរកគ្រប់បែបយ៉ាងតែជំងឺភរិយារបស់គាត់ហាក់ដូចជាមិនព្រមធូរស្រាលឡើយរាល់ថ្ងៃគាត់សម្លឹងមើលភរិយាដែលដេកដួលលើកន្ទេលរណាបឫស្សីដោយក្តីអាណិតតែគ្មានលទ្ធភាពជួយកូនរបស់គាត់វិញក៏គ្មានអ្វីហូបគ្រប់គ្រាន់ដែរកូនតូចទាំងនោះមានតែទុកមុខស្លេកស្លាំងអង្គុយសម្លឹងមើលឪពុកដោយក្តីសង្ឃឹមដែលជាក្តីសង្ឃឹមមួយហាក់ដូចជាកំពុងតែរលត់បាត់បង់បន្តិចម្ដងដែរចំណែកឯបំណុលវិញបំណុលរបស់វណ្ណៈចេះតែកើនឡើងដោយផ្សិតក្រោយភ្លៀងដើម្បីព្យាបាលប្រពន្ធនិងផ្គត់ផ្គង់កូនគាត់បានខ្ចីប្រាក់ពីអ្នកភូមិផងពីឈ្មួញកណ្ដាលផងរហូតដល់មិនដឹងមុខណាជាមុខណារាល់ថ្ងៃពេលព្រះអាទិត្យរៀបលិចអារម្មណ៍របស់គាត់ពោរពេញទៅដោយភាពភ័យខ្លាចព្រោះដឹងថាថ្ងៃស្អែកនឹងមានម្ចាស់បំណុលមកទាលួយពាទ្យហើយសូម្បីតែដីស្រែមួយកន្លែងដែលជាមរតកពីឪពុកម្ដាយក៏គាត់បានយកទៅបញ្ចាំអស់ទៅហើយជីវិតរបស់គាត់ហាក់ដូចជាកំពុងឈរនៅមាត់ច្រោះដ៏ជ្រៅមួយដែលអាចធ្លាក់ចុះទៅគ្រប់ពេលវេលាជារៀងរាល់ថ្ងៃពេលល្ងាចប្រលប់វណ្ណៈតែងតែអង្គុយលើរានហាវផ្ទះស្លឹកត្នោតរបស់គាត់សម្លឹងទៅព្រៃស្ដុកធំល្វឹងល្វើយដែលលាតសន្ធឹងនៅចៃយាភូមិព្រៃនោះមើលទៅខ្មៅងងឹតអាប់អួរនិងហាក់ដូចជាលក្ខអថកំបាំងជាច្រើនអារម្មណ៍របស់គាត់ច្របូកច្របល់ណាស់មកខាងគាត់មានក្តីភ័យខ្លាចចំពោះភាពងងឹតនិងភាពមិនស្គាល់របស់ព្រៃតែមកខាងទៀតគាត់ក៏មានក្តីសង្ឃឹមចម្លែកមួយដែលផុសចេញពីចម្រៅចិត្តរបស់គាត់បានឮរឿងរ៉ាវជាច្រើនអំពីកំណប់ព្រៃធាតុតាំងពីគាត់នៅក្មេងម្ល៉េះពួកចាស់នៅក្នុងភូមិតែងតែនិទានរឿងចាស់នោះជារឿយពេលល្ងាចអង្គុយជុំគ្នាផឹកតុកតែគេថានៅកណ្ដាលព្រៃជ្រៅនោះមានកំណប់មាសប្រាក់ដែលរក្សាទុកដោយវិញ្ញាណឬខ្មោចព្រៃអ្នកភូមិខ្លះចាត់ទុកវាជាគ្រោះជាកម្លាំងដែលមិនគួរទៅចិត្តព្រោះអ្នកណាដែលហ៊ានល្មើសចូលទៅរកកំណប់នោះនឹងត្រូវបាត់បង់ជីវិតឬក្លាយជាមនុស្សឈួតវង្វេងពួកគេបាននិទានរឿងមនុស្សជាច្រើនដែលបានបាត់បង់ក្នុងព្រៃនោះមិនដែលត្រឡប់មកវិញឡើយអ្នកខ្លះទៀតគិតថាវាគ្រាន់តែជារឿងនិទានបន្លាចក្មេងៗឬជាជំនឿដែលគ្មានមូលដ្ឋានច្បាស់លាស់តែសម្រាប់វណ្ណៈក្នុងស្ថានភាពដ៏អស់សង្ឃឹមរបស់គាត់រឿងរ៉ាវទាំងនោះកំពុងក្លាយជាក្តីសង្ឃឹមចុងក្រោយរបស់គាត់ទោះបីជាត្រូវប្រថុយជីវិតក៏ដោយគាត់គិតថាបើគាត់មិនសាកល្បងគាត់ក៏គង់តែស្លាប់បន្តិចម្ដងដូចគ្នានឹងការលិចលង់នៃទុកជីវិតរបស់គាត់នេះដែរយប់មួយវណ្ណៈបានដេកលក់យ៉ាងស្កប់ស្កល់បន្ទាប់ពីអស់កម្លាំងលាងឡាយនឹងការគិតច្រើន
ក្នុងសួពេននោះគាត់បានឃើញបរិះចំណាស់សក់ស្គរម្នាក់ស្លៀកពាក់ឈុតសឈរញញឹមយ៉ាងស្រស់ពំប្រមនៅក្រោមដើមឈើធំជាងគេក្នុងព្រៃដើមឈើនោះធំខ្ពស់ត្រាដែតម៉ែករបស់វារលាស់បក់យល់តិចៗហាក់ដូចជាកំពុងហៅរូបគាត់ខៀបញញឹមរបស់បរិះចំណាស់នោះមិនមែនជាការញញឹមបន្លាទេតែជាការញញឹមមួយដែលពោរពេញដោយក្តីមេត្តាបរិះចំណាស់នោះមិនបាននិយាយអ្វីច្រើនទេគ្រាន់តែចង្អុលតកល់ឈើនោះរួចក៏ស្រដីឡើងដោយសំឡេងល្វីៗទន់ភ្លន់តែច្បាស់ថាយើងមានកំណប់ដែលបានលាក់ទុកកបែដើមឈើនោះវាអាចស្រោចស្រង់ជីវិតឯងបានសំឡេងនោះបន្លឺឡើងយ៉ាងច្បាស់នៅក្នុងត្រចៀករបស់វណ្ណៈហាក់ដូចជាមិនមែនជាសុពិនបន្ទាប់ពីនិយាយចប់លោកតាចំណាស់នោះក៏ចាប់ផ្ដើមលាយបាត់បន្តិចម្ដងបាត់គ្រប់រៀងទៅក្នុងអស់ប្ររាត្រីដោយបន្សល់ទុកនៅអារម្មណ៍មួយដែលបង្ខំឲ្យវណ្ណៈជឿជាក់ថានេះគឺជាសញ្ញាដែលគាត់កំពុងស្វែងរកនេះគឺជាការហៅរបស់វាសនាគាត់បាននឹកឃើញដល់ពាក្យចាស់ពីធម្មដែលតែងតែនិយាយថាខ្មោចឲ្យកំណប់ដែលជាជំនឿមួយដែលថាវិញ្ញាណអាចនឹងផ្ដល់ទ្រព្យសម្បត្តិដល់មនុស្សដែលមានវាសនាឬដល់អ្នកដែលកំពុងអស់សង្ឃឹមបំផុតនោះភាពភ្ញាក់ផ្ដាល់លាយលំនឹងក្តីសង្ឃឹមបានផុសឡើងក្នុងចិត្តរបស់គាត់ពេលភ្ញាក់ពីដំណេកវណ្ណៈដឹងច្បាស់ថាដល់ពេលហើយគាត់ដឹងថាគាត់ត្រូវតែទៅសុពិននោះមិនមែនជាការយកសប្តាហ៍ធម្មតាទេជាការបង្កាប់ជាផ្លូវដែលត្រូវបោះជើងទៅគាត់មិនបានប្រាប់នរណាម្នាក់ឡើយសូម្បីតែភរិយាដែលជាទីស្រឡាញ់របស់គាត់ព្រោះគាត់ខ្លាចថាពួកគេនឹងខាត់ខៀងគាត់ខ្លាចថាពួកគេនឹងមិនយល់ពីការសម្រេចចិត្តដ៏គ្រោះថ្នាក់នេះហើយគាត់ក៏មិនចង់ឲ្យនរណាម្នាក់ព្រួយបារម្ភពីគាត់ដែរការព្រួយបារម្ភរបស់ពួកគេអាចជាបន្ទុកមួយទៀតសម្រាប់គាត់ដែលអាចធ្វើឲ្យគាត់បាត់បង់ការតាំងចិត្តគាត់ត្រូវការភាពឯកោត្រូវការភាពរឹងមាំដើម្បីប្រឈមមុខនឹងអ្វីដែលនឹងកើតឡើងគាត់បានខំមាត់សង្កត់ចិត្តលាក់បាំងអារម្មណ៍ភ័យខ្លាចទាំងអស់នៅក្នុងចិត្តហើយធ្វើពិតជាធម្មតាទាំងអស់នៅចំពោះភរិយានិងកូនព្រឹកព្រលឹមស្រាងនៅពេលដែលអបនៅតែផក់ផុលនៅលើដីគ្រប់ដនដាបលើវាលស្រែនិងព្រៃឈើវណ្ណៈបានកាន់ប៉ែលចាស់មួយដែលគាត់បានលាក់ទុកកៅពីយប់មិញប៉ែលនោះមានឆ្លេះស៊ីហើយតែនៅតែអាចប្រើការបានចំណែកឯកម្មវិតតូចមួយក៏ជាប់នឹងចង្កាក់របស់គាត់ដែរសម្រាប់ការការពារគាត់សំងឹមចេញពីផ្ទះដោយស្ងៀមស្ងាត់មិនឲ្យភរិយានិងកូនដឹងខ្លួនឡើយគាត់បានថើបកូននិងភរិយាយឺតទាំងដេកលក់ដោយសង្ឃឹមថាគាត់នឹងត្រឡប់មកវិញដោយជោគជ័យខ្យល់ត្រជាក់បក់ផាត់តិចនាំក្លិនដីសាមដែលទើបនឹងទទួលដំណាក់ទឹកសរសាមនិងក្លិនស្លឹកឈើស្ងោតដែលជ្រក់នៅតាមផ្លូវសំឡេងសត្វល្អិតយប់នៅតែបន្លឺរ៉ាពាន់តែសំឡេងសត្វបក្សីព្រឹកព្រលឹមក៏ចាប់ផ្ដើមបន្លឺតបវិញព្រៃនៅចាយយាភួនមើលទៅហាក់ដូចជាមានជីវិតរស់រវើកនៅពេលព្រលឹមស្រាងបែបនេះតែក្នុងភ្នែករបស់វណ្ណៈវាជាច្រកទ្វារទៅកាន់ពិភពមួយទៀតពិភពដែលពោរពេញដោយគ្រោះថ្នាក់និងក្តីសង្ឃឹមកាលណាក៏ដើរកាន់តែជ្រៅទៅដើមឈើក៏កាន់តែធំរុក្ខជាតិព្រៃក៏កាន់តែដុះស្ដុកគ្មានដឹងមុខដឹងមាត់ឡើយម៉ែកឈើចាស់ដែលរលាក់ដាងខ្មៅងងឹតបានបាំងបឺតពន្លឺព្រះអាទិត្យធ្វើឲ្យផ្លូវដែលគាត់កំពុងដើរកាន់តែអាប់អួរដើមវល័យរាប់រយរាប់ពាន់ខ្សែបានលួនព័ទ្ធជុំវិញដើមឈើធំធ្វើឲ្យព្រៃទាំងមូលមើលទៅដូចជាជញ្ជាំងដ៏ក្រាស់មួយដែលពិបាកនឹងធំលុះដែលក្រោមជើងរបស់គាត់ក៏កាន់តែសើមនិងរអិលព្រោះពុំសូវមានពន្លឺដៃចាំងចូលដល់គាត់បានប្រើកាំបិតតូចរបស់គាត់ដើម្បីកាប់ផ្លូវដែលពោរពេញទៅដោយដើមវល័យនិងព្រៃរបស់ដែលធ្វើឲ្យការដើររបស់គាត់កាន់តែលំបាកភាពស្ងប់ស្ងាត់នៃព្រៃដ៏ជ្រៅបានចាប់ផ្ដើមលេងសើចនឹងអារម្មណ៍របស់គាត់ដំបូងឡើយគាត់លើតែសំឡេងជើងរបស់គាត់ជួនលើស្លឹកឈើស្ងោតប៉ុន្តែក្រោយមកសំឡេងសត្វល្អិតរាប់ពាន់បានឡើងឮទីគ្រប់ទីដូចជាសំឡេងខ្សឹបខ្សៀវដ៏រំខានដែលធ្វើឲ្យគាត់មានអារម្មណ៍ថាដូចជាមានភ្នែករាប់រយគូកំពុងសម្លឹងមើលគាត់សំឡេងសត្វល្អិតទាំងនោះមានដូចជាសំឡេងចង្រិតយំសំឡេងកណ្ដូបស្រែសំឡេងដងកៅស៊ីស្លឹកវាឡៃលំនិងសំឡេងបក្សីព្រៃដែលបន្លឺឡើងម្ដងម្កាលធ្វើឲ្យព្រៃទាំងមូលមើលទៅគួរឲ្យខ្លាចរាល់ពេលដែលខ្យល់បាក់មកប៉ះស្លឹកឈើវណ្ណៈមានអារម្មណ៍ថាដូចជាមានអ្វីមួយកំពុងតាមប្រមាណគាត់ពីក្រោយខ្នងគាត់បានបង្ខំចិត្តមិនញាក់ក្រោយព្យាយាមដើរទៅមុខដោយការតាំងចិត្តភាពឯកោនិងភាពភ័យខ្លាចបានលួនចូលមកក្នុងចិត្តរបស់គាត់ម្ដងបន្តិចបន្ទាប់ពីដើរអស់ជាច្រើនម៉ោងដោយគ្មានការឈប់សម្រាកវណ្ណៈបានមកដល់កន្លែងដែលគាត់ស្មានថាជាទីតាំងដើមឈើក្នុងសួនពេញរបស់គាត់បេះដូងរបស់គាត់លោតញាប់កម្លាំងកាយរបស់គាត់ហាក់ដូចជាអស់ទៅហើយតែចិត្តរបស់គាត់នៅតែរឹងមាំនៅចំពោះមុខគាត់គឺជាដើមឈើព្រឹក្សាយ៉ាក់មួយដើមដែលធំខ្ពស់ត្រដែតជាងដើមឈើដទៃទាំងអស់ក្នុងព្រៃនោះវាឈរយ៉ាងស្ងៀមស្ងាត់តែមានអំណាចឫសរបស់វាបានលាតសន្ធឹងរាប់សិបម៉ែត្ររំកិលខ្លួនពីក្រោមដីហាក់ដូចជាសរសៃប្រសាទរបស់យក្សដ៏ធំមួយរីឯម៉ែករបស់វាក៏លាតត្រដាងលុយខ្មៅងងឹតដូចជាដៃអារក្សដែលត្រៀមនឹងចាប់អ្វីមួយភាពងងឹតនិងភាពត្រជាក់បានគ្រប់ដណ្ដប់លើតំបន់ជុំវិញដើមឈើនោះ
หากដូចជាពន្លឺព្រះអាទិត្យមិនហ៊ានចាំងចូលដល់វណ្ណៈមានអារម្មណ៍រញាក់ញាក់សាច់ដោយគ្មានមូលហេតុច្បាស់លាស់ឡើយគាត់បានដឹងថាគាត់បានមកដល់ហើយកន្លែងដែលរឿងព្រេងបានកើតឡើងកន្លែងដែលមនុស្សជាច្រើនបានបាត់បង់ជីវិតឬឈួតលីឡាក្លិនឈ្ងុយនៃស្លឹកឈើនិងក្លិនដីសើមលាយលំនឹងក្លិនចម្លែកមួយដែលគាត់មិនអាចកំណត់អត្តសញ្ញាណបានភាពភ័យខ្លាចបានលួនច្រល់បេះដូងរបស់គាត់យ៉ាងលឿនដូចជាពិសាពោះវាយរាងកាយរបស់គាត់ចាប់ផ្ដើមញ័រតិចៗដៃជើងរបស់គាត់ស្ពើស្ពាន់គាត់ដឹងថាគាត់កំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ធំមួយតែគាត់មិនអាចថយក្រោយបានទេគាត់បានប្រឹងទប់ចិត្តដោយនឹកឃើញទៅប្រពន្ធដែលកំពុងឈឺនិងកូនដែលកំពុងស្រែកឃ្លាននៅផ្ទះគាត់ត្រូវតែបន្តទៅមុខនេះជាក្តីសង្ឃឹមចុងក្រោយរបស់គាត់មិនថានឹងមានអ្វីកើតឡើងក៏ដោយវណ្ណៈបានបោះជំហានចូលទៅជិតគល់ឈើនោះខ្យល់ជុំវិញដើមឈើកាន់តែធ្ងន់ត្រជាក់ជាងមុនហើយមានភាពស្ងាត់ជ្រងំខុសពីព្រៃរញ៉េរញ៉ៃដែលគាត់ទើបតែដើរឆ្លងកាត់គាត់ចាប់អារម្មណ៍ឃើញសញ្ញាចម្លែកៗនៅលើសម្បកឈើដូចជាអក្សរបុរាណដែលទ្រុឌទ្រោមទៅតាមពេលវេលាទោះបីជាគាត់មិនអាចបកស្រាយបានក៏ដោយពេលគាត់ឈានជើងមួយចំហៀនទៀតខ្យល់បក់ត្រជាក់ល្វៃមួយរំពេតបានបក់កាត់ធ្វើឲ្យស្លឹកឈើធំពីលើបក់យ៉ាងខ្លាំងស្ដាប់ទៅដូចជាសំឡេងខ្សឹបខ្សៀវរាប់ពាន់ដីនៅក្រោមជើងរបស់គាត់រំពេកមានអារម្មណ៍ទន់ល្មីស្ទើរតែរលុងហាក់ដូចជាគាត់កំពុងដើរលើអ្វីមួយដែលទន់ហើយមានជីវិតក្លិនផ្អែមស្រាលប៉ុន្តែចម្លែកលាយឡំជាមួយក្លិនលោហាក៏បានអណ្ដែតក្នុងខ្យល់ក្លិនដែលគាត់មិនអាចកំណត់បានច្បាស់លាស់ប៉ុន្តែវាបានធ្វើឲ្យសរសៃប្រសាទរបស់គាត់ប្រុងប្រយ័ត្នភ្លាមគាត់ដឹងថានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះវិញ្ញាណទាំងនោះកំពុងតាមមើលគាត់វណ្ណៈបានស្រវាចាប់ប៉ែលយ៉ាងណែនមុននឹងបោះវាទៅលើដីទន់ល្មីក្បែរគល់ឈើសំឡេងប៉ែលបុកនឹងដីលាន់ឮតិចហាក់ដូចជាមិនចង់រំខានភាពស្ងប់ស្ងាត់នៃព្រៃដីហាក់ដូចជាមិនមែនជាដីធម្មតាទេគឺទន់ដូចជាដីថ្មលាយលំនឹងឫសតូចរាប់មិនអស់កាលណាគាត់ជីកកាន់តែជ្រៅទៅក្លិនដីក៏កាន់តែចម្លែកលាយលំនឹងក្លិនក្រអូបឈ្ងុយឆ្ងាញ់ដែលគាត់មិនអាចស្គាល់បានភ្លាមនោះអារម្មណ៍ស្រែកឃ្លានមួយរំពេកបានផុសឡើងក្នុងខ្លួនគាត់ខ្លាំងជាងអ្វីដែលគាត់ធ្លាប់មានភាពស្រែកឃ្លាននេះមិនមែនត្រឹមតែសម្រាប់អាហារប៉ុណ្ណោះទេតែសម្រាប់អ្វីមួយដែលមិនអាចកំណត់បានរំពេកនោះរូបភាពមួយបានលេចឡើងក្នុងគំនិតរបស់គាត់តោកមួយពោពេញតែដោយម្ហូបឆ្ងាញ់ពិសារាប់តាំងពីសាច់អាំងកូនមាន់ស្ងោររហូតដល់បាយដំណើបនិងបង្អែមជាច្រើនមុខដែលដាក់តម្រៀបត្រៀបត្រាភរិយារបស់គាត់កំពុងអង្គុយញញឹមកូនកំពុងសើចក្អាកកាយបរិយាកាសពោពេញដោយភាពកក់ក្ដៅនិងសេចក្តីសុខសំឡេងក្មេងសើចក្អាកក្អាយបានលឺលឺពីចម្ងាយហាក់ដូចជាខ្សឹបខ្មុំត្រចៀករបស់គាត់ថាពូមកញ៉ាំជាមួយពួកយើងនៅទីនេះមានរបស់ឆ្ងាញ់ច្រើនណាស់កុំនឿយហត់អីវណ្ណៈស្រមៃឃើញកូនរបស់គាត់រត់មករើគាត់ដៃកាន់នំចំណីហើយមុខមាត់ឡើងថ្លក់រីករាយភាពភ័យខ្លាចបានរសាត់បាត់អ្វីហាក់ដូចជាសុខសាន្តត្រាណាណាគាត់ស្ទើរតែចង់បោះចោលប៉ែលហើយរត់ទៅរកពួកគេប៉ុន្តែបេះដូងរបស់គាត់ស្រាប់តែរឹតតែបិទគាត់បាននឹកឃើញរឿងរ៉ាវនៃក្មេងខ្វៀវគោដែលវង្វេងក្នុងព្រៃនេះពួកគេបានប្រាប់អ្នកភូមិថាបានលេងសប្បាយនិងបានហូបចុកឆ្ងាញ់ប៉ុន្តែការពិតគឺពួកគេកំពុងស៊ីដីភ្នែករបស់វណ្ណៈបានសម្លឹងទៅមើលនំចំណីដែលស្រស់ស្រាតដែលកូនរបស់គាត់កំពុងកាន់រំពេកនោះនំចំណីទាំងនោះបានប្រែរូបរាងទៅជាដុំដីខ្មៅលាយលំជាមួយនឹងស្លឹកឈើរលួយនិងសត្វល្អិតទឹកមុខកូនដែលធាត់តែរីករាយក៏បានប្រែទៅជាស្លែស្លាំងភ្នែករលីងរលោងហាក់ដូចជាអស់សង្ឃឹមសំឡេងសាច់ក្អាកក្អាយក៏បានคล้ายទៅជាសំឡេងយំខ្សឹកសួលវណ្ណៈបានប្រឹងទប់ចិត្តក្តាប់ប៉ែវជាប់យ៉ាងណែនគាត់បានបិទភ្នែកហើយស្រែកក្នុងចិត្តថានេះមិនមែនជាការចាប់ផ្ដើមប៉ុណ្ណោះខ្ញុំមិនអាចបោះបង់បានទេពេលគាត់បើកភ្នែកឡើងវិញអ្វីទាំងអស់បានបាត់ទៅវិញបន្សល់ទុកតែភាពស្ងាត់ជ្រងំនិងក្លិនដីសើមលាយលំជាមួយក្លិនចម្លែកភាពអស់សង្ឃឹមនិងការភ័យខ្លាចបានត្រឡប់មកវិញប៉ុន្តែជាមួយនឹងភាពមុតម៉ាំជាងមុនគាត់ដឹងថាគាត់បានឆ្លងផុតការសាកល្បងមួយហើយគាត់បានបន្តជិះទៀតដោយមិនខ្វល់ពីភាពនឿយហត់ឬសំឡេងខ្សឹបខ្សៀវដែលហាក់ដូចជាបន្លឺជុំវិញខ្លួនដៃកាន់តែច្រើនទៅឬឈើកាន់តែរឹងមាំដៃរបស់គាត់ចាប់ផ្ដើមឈឺរុយប៉ុន្តែគាត់នៅតែបន្តស្រាប់តែប៉ែលរបស់គាត់បានប៉ះនឹងអ្វីមួយដែលរឹងជាងដីនិងឫសឈើចាំងអស់វាជាលោហៈធាតុត្រជាក់មួយ
วันณะบานจิกยางประหยัดประแยลรวดก่อบานเคินวัตถุมวยได้กอบยางเจริญในกร้อมหรือเชอเวียเชียประอบจากมวยได้ทเวปีโลหะเทียดขมัยรัชนาโดยกระบายรัชนาละอวิเจตได้กอดมันทวบเคินปีมุนเมาประอบโนบันเจนปนลือเรียงสระอับติกเตกหากดูเจียเมียนชีวิตเป้กวาดหยอกใดแต่ปะประอบโนเมียนอารมณ์ตระเจียกโดยตึกกอกกวาดดังท่านี่ให้เชี่ยเอาไว้ได้กวาดบานเหมาะสวายรอกปันใต้เต้าการลุมบ้าบานจอบหอยแมนเต้หรือกวีเติบได้จับประดามแมนเต้กวาดเมียนอารมณ์ถาดเนกรอบปอนกูเนื้อแต่สำเลังเมื่อกวาดปิกรุปตีตีวันณะบานสำเลังเมื่อประอบโนได้จัดลายลมหนึ่งกระไดสังคมหนึ่งก้าไผ่คลาดได้ระบบกวาดหยอติกติกขณะกวาดลูกตัวจับกำเริบประอบวิเชียกำเริบแดกเมียนเสาหรือจำนวนจับจบาดลดเลยคือเรียบเสมอโดดโลหะเทียดสดกวาดบานปรังริดกำเริบโนแต่วิหักโดยเจียจวบสัตว์นึ่งตัวประอบกวาดบานดาวเวียเตเลอได้รูดยอกใดแตงปีปรังกัดวิหักโดยเจียเมียนกำลังเมินมันเคยม้วยกำปุ้นทบต้อลพีบตระเจียกได้เจนปีประอบหักโดยเจียจากตำลัวดอลชะอังวันณะบานดอกดังหามแหวงแหวงรุ่ยกบปรังประโมลกำลังแตงอ้อได้เมียนกอดบานเบิดแผนกหายปรังประโมลกำเนิดเตอร็อกแพรเอียนึ่งโกนเจียทำไมมาดองเทียดเปลกอดบากแผนกลางวิ่งกำลังม้วยบานพบเช่นปีจำราจตรบกวัดกอดบานเยอะเมเรียมได้เตอเตียบตามแกมประอบหายสลับได้เมียนอารมณ์ท่าเมียนสนามโชดต่อยมวยกอดบานดะเมเรียมได้เลยสนามโชดนู่หายเตียงถนอมกำเริบประอบสลับได้ระเช่นอย่างโรลุ่นด้อยขมิ้นสำเลงเอาไว้แต่งอ้อหากโดยเจวิกรอนตัดเจสมัยปานน่องเนื้อกำลังประอบมันแม้นเมียนมาเป็นจางเพลกพลาดโดยเจอกวาดทลอบสมัยเลยพตัวแต่วิ่งเวียเจียววัดเท่าจำลายเจริญได้เร่ไปเนื้อปีเลอกระนัดสดจ้ามวยเมียนกรอบคริสตัลตัวโต้จีเจริญปัวได้นิมวยบรรเจนปนหรือสระอับเรียงคล้นกรอบคล้าเมียนปอใบตองโดยสลักเชอร์กรอบคล้าเมียนปอเขี้ยวโดยตึกสมดคลาเตียดกระหอมโดยเฉียมหายคลาเตียดขม้ายเงืดโดยตราตรีเนื้อจอมกำเด้าเมียนดมทมอปอซอมวยดมได้เมียนเรียงมูลตระเวงหายบรรเจนปนหรือรัศมีสาวหะโดยเจียกำปงดอดดังห้ามปนหรือนอบานแจลาวมกเลยไตมุกระบอกวันณะเพื่ออ้อยกอดเมียนอารมณ์ท้าโดยเจียเมียนทำมาปลจำไหลมวยกำปงโหจ้อยขนองคล้วนวัดเถาะแตงอ่อนนี่เมื่อได้หะโดยเจียเมียนชีวัดโรเวิร์กหายคลันกระอบชงวยชงังด่ากอดถลบถมมนนี้ก็การแต่คลางลางหลังเต้ยวันณะบานลูกใดตือจับดมธมาปอสอนู่เปลวใดระบอกกอดบ้านหนึ่งดมธมอนู่อารมณ์ตระเจียสาวมวยบ้านรถเป็นเรียงใกล้รมเบกหนูปนหรือแจงจังมวยบ้านบรรเจนปีดมธมอรวยก่อลดโจตึกน้องโคลนระบอกกอดเธอกอดยอออฟอย่างคล้วนปราณกอดมีนอารมณ์ท่าโดยเจียคลวนกอดกลมปุงสราลหายทามโบดแดกกอดถลอกเมียนกอดไตรบานจมนัวดอยกำลังมวยได้มันถลอกสกวลรูปเพียบไพลบานโฮโจนมอกน้องขัวกบาลระบอกกอดปริเชิญดอทมระเวงระไว้ได้โบเป็นดอยรบเจียดไพลสัตไตรฉานแดกอดมันถลบเคยปีมุนเมาหนึ่งพเนกรอดป้อนกูได้กำปงสำเลิงเมื่อกอดกับบานลื้อสำเล็งเซบเซียวจีจรานได้มันอาจกำนอดอัธนัยบานคล้อยปีปนลื้อรัศมัยบ้านระหลดบัดตือวันณะบานเตียงดมถมอนุเจ้งปีประอบวีมันเมียนตมงนถงนโดยแดกอดสมานุตีคือสราลโดยจี้สำไลกอดบานดะเวียตัวขนงทองกระนาดได้กอดบานเรียบจอมตุกจีมนดอยปรุงประหยัดบ่งพดรวดก่อประโมลวัตถุเทียดเซนเตียดดะตามกรอยเปลกอดเบิดกลมเริบประอบวิงเวียบานเบิดเจ็ดอย่างเสงี่ยมสงัดโดยจีมันเทือบตรือบากปีมนเมาเพียบสงัดจระงมในไบรบ้านตรอหลอกมอกเวงปอนใต้เมียนเพียบขอปลายปีมนเวียแรงจีเพียบสงบสงัดดอกกัวออยไผ่คลายเตียดหายแต่จีเพียบสงบสงัดได้โป้ลเป่งดอยก้ารงจำวันณะเมียนอารมณ์ถาพเนกรอบป้วนกูเนอใต้สำเลิงเมือกวาดปอนใต้เป็นนี้เวียแรงจีพเนกได้กลุ่มเรียมกำแหงเตียดหายแต่จีพเนกได้กลุ่มปุ้งสังเกตกากอดบันดาประอบหนูเตอคึงท้องได้กอดกันหายจ้าปลายหลังวิ่งกอดดึงถากอดบานเตอตัวเนอเอาไว้ได้กอดบานหมอกสวยหรอกหายใต้กาทั่วดำนาวตรลอบเติบเตียวิ่งเติบเจือปัญหาทมจริงนี้กอดบานนึกเคยดอลเรื่องราวในตั้มมนำได้เนภูมิทลบนิยัยห้ามนิยัยสตีตามเฟลวตัวเมียนเรื่องเอาไว้กาดล่างก่อดอยเปียอย่างนี้บานล้วนลืนขนมตระจีระบอกกอดทัวอ้อยแบดงระบอกกอดหลดยับหย่อกอดบานบ่อเชืองดำบงดามใบเจงปีโกลเฉยยักโนดอยปรุงประหยัดบอมพอดเปลกอดดาวเช่นบานปันมั่นจมเหียนสลับไตเมียนสมเลงสรับหมุยล้วนลือปีก้มโปดไพรนักบายโน
វណ្ណៈបានងាកមើលហើយឃើញពស់ថ្លាន់សពីរួចរឹតខ្លួនយ៉ាងយឺតចេញមកពីគុម្ពោតព្រៃភ្នែករបស់វាបញ្ចេញពន្លឺចម្លែកហើយវាបានលួនមកក្បែរគាត់ហាក់ដូចជាកំពុងរងចាំគាត់ដឹងថាការធ្វើដំណើរវិលត្រឡប់របស់គាត់ទើបតែចាប់ផ្ដើមវណ្ណៈបានសម្លឹងមើលពស់ថ្លាន់សជាងពីរដោយភ្នែកធំវាជាសត្វពស់ដែលមានទំហំធំល្មមប្រវែងប្រហែល2ម៉ែត្រកម្លាក់រួចរឹតខ្លួនយឺតមកក្បែរជើងគាត់មិនមែនដោយការគំរាមកំហែងនោះទេតែហាក់ដូចជាកំពុងអញ្ជើញឲ្យគាត់ដើរទៅមុខភ្នែករបស់វាមានពន្លឺរលាយរលោងចម្លែកហើយវាបាននិយាយទៅកាន់គាត់វណ្ណៈដឹងច្បាស់ថានេះគឺជាផ្នែកមួយនៃលក្ខខណ្ឌតំណាំដែលគាត់ត្រូវតែគោរពភាពភ័យខ្លាចបានរសាត់បាត់ហើយជំនួសមកវិញនៅអារម្មណ៍មួយដែលបង្ខំឲ្យគាត់ជឿជាក់គាត់បានបោះជើងទៅមុខដោយស្ងៀមស្ងាត់ប៉ែវនៅក្នុងដៃមកខាងថងកំណត់នៅស្មាមកខាងពស់ថ្លាន់សទាំងពីរបានលួនតាមពីក្រោយគាត់យ៉ាងស្ងប់ស្ងាត់ហាក់ដូចជាអ្នកយាមផ្ទល់ខ្លួនរបស់គាត់ព្រៃឈើនៅជុំវិញហាក់ដូចជាស្ងប់ស្ងាត់ជាងមុនឡាយមានសំឡេងខ្សឹបខ្សៀវឬការបំផាន់ដែលធ្វើឲ្យគាត់ភ័យខ្លាចទៀតហើយភាពស្ងប់ស្ងាត់នេះមិនមែនជាភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចនោះទេតែជាភាពស្ងប់ស្ងាត់ដែលហាក់ដូចជាកំពុងសង្កេតមើលគាត់រងចាំការតែបន្ទាប់វណ្ណៈបានព្យាយាមដើរឲ្យបានលឿនតាមច្រើនតាមអ្វីដែលអាចធ្វើបានដោយមិនប្រជែងសំឡេងអ្វីទាំងអស់រាល់ដង្ហើមរាល់ជំហានរបស់គាត់គឺពោលពេញដោយការប្រុងប្រយ័ត្នគាត់បាននឹកឃើញដល់ទុកមុខភរិយាដែលឈឺនិងកូនដែលអត់ឃ្លានកំណប់នេះមិនមែនសម្រាប់តែគាត់នោះទេតែសម្រាប់អនាគតរបស់គ្រួសារគាត់ទាំងមូលព្រះអាទិត្យបានចាប់ផ្ដើមលិចបន្តិចម្ដងនៅពេលដែលគាត់កំពុងដើរចេញពីចម្រៅព្រៃពន្លឺពណ៌មាសក្រហមច្រាលបានចេះទម្លុះមេឃឈើបង្កើតជាស្រមោលវែងនិងចម្លែកនៅលើដីខ្យល់ត្រជាក់ចាប់ផ្ដើមបក់ម្ដងទៀតនៅពេលដែលគាត់ជិតដល់កែមព្រៃភាពងងឹតក៏បានចូលមកជំនួសពន្លឺពស់ថ្លាន់សទាំងពីរក៏នៅតែបន្តលួនតាមគាត់យ៉ាងស្ងប់ស្ងាត់រំប៉ែនោះសំឡេងព្រោះឆ្កែមួយបានលួនលឺយ៉ាងខ្លាំងពីចម្ងាយវណ្ណៈស្រាប់តែភ្ញាក់ព្រើតគាត់បាននឹកឃើញដល់តំណាំមួយទៀតបើសត្វពួកនោះត្រូវបានសត្វឆ្កែដេញឬមានបញ្ហាអ្វីក៏ដោយហាមបញ្ចេញសំឡេងព្រោះនោះកាន់តែលួនលឺខ្លាំងឡើងគៀកនៅចិត្តវណ្ណៈមានអារម្មណ៍ថាបេះដូងរបស់គាត់លោតញាប់ញ័រស្ទើរតែថ្លៃចេញពីទ្រូងគាត់បានងាកមើលពស់ថ្លាន់ទាំងពីរពួកវានៅតែលួនតាមគាត់យ៉ាងស្ងៀមស្ងាត់តែភ្នែករបស់វាហាក់ដូចជាបង្ហាញនៅការប្រុងប្រយ័ត្នសំឡេងព្រោះឆ្កែក៏បានលួនលឺយ៉ាងខ្លាំងនៅពីក្រោយកំពតព្រៃក្បែរនោះរួចក៏មានឆ្កែព្រៃដ៏ធំមួយក្បាលបានលោតចេញមកដោយបញ្ចេញសំឡេងរស់រ៉ាន់ឆ្កែនោះមានរោមពណ៌ខ្មៅភ្នែកក្រហមឆៅហើយធ្មេញស្រួចរបស់វាបានបញ្ចេញមកក្រៅហាក់ដូចជាកំពុងចង្ហែកហួរវាបានឃើញពស់ថ្លាន់ទាំងពីររួចក៏ចាប់ផ្ដើមព្រុសកាន់តែខ្លាំងរួចក៏ស្ទុះចូលទៅរកពស់ថ្លាន់សមួយក្បាលពស់ថ្លាន់នោះបានបាក់កន្ទុយរបស់វាដើម្បីป้องការខ្លួនតែឆ្កែនោះនៅតែស្ទុះចូលឈឹតហួរវណ្ណៈឈរថ្មឹងដោយរូបចម្លាកក្នុងចិត្តរបស់គាត់មានអារម្មណ៍ច្របូកច្របល់គាត់ចង់ស្រែកគាត់ចង់រត់ទៅជួយពស់ថ្លាន់នោះគាត់ចង់ដេញឆ្កែនោះចេញវាជាស្ភីវកិច្ចរបស់មនុស្សតែពាក្យហាមនិយាយស្ដីបានលាន់លឺនៅត្រចៀករបស់គាត់ដូចជាផ្កលឿនដៃរបស់គាត់បានក្តាប់បែលយ៉ាងណែនញ័រររុនភ្នែករបស់គាត់បានសម្លឹងមើលទៅទេសភាពនៅពីមុខគាត់ដោយភាពឈឺចាប់ឆ្កែនោះនៅតែបន្តព្រុសនឹងខាំពស់ថ្លាន់នោះពស់ថ្លាន់នោះបានរើខ្លួនកែករួចក៏បានជិតទៅលើឆ្កែនោះមួយរំពេកឆ្កែនោះស្រែកយំអូសបន្លាយរួចក៏បានថយក្រោយបន្តិចប៉ុន្តែវណ្ណៈនៅតែមិនប្រជែងសំឡេងអ្វីទាំងអស់គាត់បានខំបបរមាត់របស់គាត់យ៉ាងណែនរហូតដល់ហូរឈាមរាល់សេះស្រែឈាមនៅក្នុងខ្លួនរបស់គាត់ហាក់ដូចជាកំពុងតានតឹងគាត់មានអារម្មណ៍ថាដូចជាគាត់កំពុងស្លាប់បន្តិចម្ដងគាត់បានបិទភ្នែកហើយស្រមៃឃើញទុកមុខកូនរបស់គាត់ជាថ្មីម្ដងទៀតកុំបោះបង់កុំនិយាយគាត់បានស្រែកក្នុងចិត្តភ្លាមនោះឆ្កែនោះបានស្រែកយំមួយទៀតរួចក៏បានដួលទៅលើដីរើបំរាកបន្តិចរួចក៏ស្ងាត់ស្ងៀមពួកថ្លាន់ទាំងពីរបានលួនទៅជិតវាហើយសំឡឹងមើលបន្តិចរួចក៏ងាកមកលួនតាមវណ្ណៈវិញហាក់ដូចជាមានអ្វីកើតឡើងវណ្ណៈបានបើកភ្នែកឡើងវិញគាត់បានសំឡឹងមើលទៅឆ្កែនោះដែលឥឡូវបានដាច់ខ្យល់ស្លាប់បាត់ទៅហើយភាពភ័យខ្លាចបានរសាត់បាត់ហើយចំនួនមកវិញនៅអារម្មណ៍មួយដែលមិនអាចបរិយាយបានគាត់បានឆ្លងផុតការសាកល្បងមួយទៀតហើយគាត់ដឹងថាគាត់បានត្រូវហើយ
ท้องกำนอบหรือใต้เมียนตรงงนทุนเนอเลือดสมาอบอกก่อนกอดบานบนต่อดำหนาวตื่มมุกเตียดชิวมวยโปถลอนซอแตงปีเนกระบายเพียบเงเงิดบานกรบดำดอบไพรแตงบูลตายวันนะแล้งเมนอารมณ์ภัยคลายเตียดไทยกอดเมียนอารมณ์ท่าโคลนกอดคลั่งเชียงมนเมียนตุ่มนุบเจ็ดเชียงมนกอดบานสำเลิงเมอเตอมุกชโปเตอกันภูมิระบอกกอดได้ปนลือพลบแผลดแผลดบานเล็กลางเนอจำไงกมนอกเปรเทียดไอไลนี่สถิตนึกนองใดระบอกกอดให้แต่เต้ากาถือดมนาวระบอกกอดบ้านบรรจบแต่งสรงเฮาแมนเต้หรือก่อเมียนเรื่องเอาไว้เสงเตียดกมปุ้งรองจำกอดเนยขางมกวันน่ะบรรต้อบอจุมเฮียนอย่างปรงประหยัดเตียงเพียบเหนื่อยฮอตสราลนั่งอารมณ์ทูสราลลี่ลมนังโมเดกาเพียบปวดทลันซอเตียงปี้เนยตายลูนตามปีกรอยกอดอย่างสงีมสงัดหากดูเชียสรอเมาลปนลือปีพุ่มแดเนยชไงนู่กันแต่พลือจะบัสลางล่างรอจมเฮียนแดกอดได้เปรยกันแต่สดังเตยรอหดดอตีบอมพดกอดบานเชียนจึงเช่นปีมลึบเชือขมาเงงึดมอกดอยเวียสไรสงุดหดแห้งแดนเนอร์เกียงหนึ่งพมจอนเรียเตยแดทลอบแต่ตระเจเนยกันดาลเปรยเปลนี่เมียนอารามถาตุนพลุ่นเชียงมนเนอเปลได้วันนะบ่เชิงจงกร้อยเจนปีแคมเปรยพวกทลันซอเตียงปี้บานชอบปวกเวียบานเงียเหมาะสำเลิงเมิลกอดดอยพเนกรอลิงระโล่งจำไหลรวดกองเงิบกบาลบนติกหะดูชีเลียเนียวันนะบานเงาะกบาลถนอมเจียก้าฉลอยตอบเพลียมนู่พวกเตียงปี้ก็บานลวนโจเตอขนองกลมปวดปรีอย่างเงียบสงัดหายบัดขลวนปักเตอร์ตุกเอาวันนะโชมันในไอกรอมปุนเละเปรจันเรียงมูลเพียบสงบสงัดในเรียเตยบ้านตรอหลอบหมอกวิงปันตายเปียนี่เวียโปเป็นแต่ดอยเพียบอาทอกกำบังได้กอดตรึบตาบานฉลองกัดกอดบานดาวเตอมุกเตียดสมดาวเติบเตียรบกอดดอยมันเงียกร้าวรอจุมเฮียนได้กอดดาร์ทองกำนอบนึสมารบกอดหักโดยเจียบันจังปุนลือสระอับติดเถื่อไอกอดเมียนอารมณ์กอกกระด้จอมไล่มวยเนอเปลได้กอดเจ็ดดอลเตียกอดบานเคินปนลือจองเกี้ยงเพลิดเพลแผลกจริงปีบังอวดพยเยรบกอดเพราะให้จีกลมปงอังกฤษโรงจามดอยบารอมวันน่ะบานเชียนเชืองโจลเตอขนังเตียโตจรบกอดพยเยรบกอดชมูโซพี่บานเงือกมุกหมกเมือลกอดเตียงพเนกรอห้อมดอยก้าปรุยบารอมเนียงสเตอร์แต่สตุกหมอกรอกอดแต่กอดบานเลิกได้ขวัดสมเลงกอกระบอเนียงเนื้อแต่ลือติดใต้วันนะเมียนอารามท่าเอาไว้หนึ่งพลาพโดกอดบันดักแปลจานระบอกกอดเนยจงเพียกรวดกอดดอกทองกำนอบเจนปีสมากอดบันดักทองกำนอบเนยเลือดโตจาเนยกำดาลเพียกโซพี่บ้านสมหลังเมือกอดแต่งชิงอหนึ่งไผ่คลายวันนะบ้านเบิกทองนวดหอยเตียนประอบโลหะเทียดขม้ายได้กอดบันรอเคินเจนหมอกกอดบันดาวเวียตัวเลือตอกรวดก็เบิกกำรอบเวียดอยเงียมสงัดปนลือรถสมัยสราลบานแจ้เจนปีขังขนมพระอบเถื่อไอพตาโตยนัวพลื้อเตยโซพี่บานลั่นหมวดโดยกาพยังพะเนียงบานเขินกรอบคริสตัลจมรอปัวนึ่งเจียปีแซดมทมอปัวซ่อแด่ปนลือรถสมัยสราลหักด้วยเจียกลมปุงดอกดันแฮมวันน่ะบานลูกใดตัวจับดมทมอปัวซ่อนัวหอยเลิกเวียล่างปนลือนัวบานแจ้เป็นไตหมกระบอกกอดเถื่อไอกอดเมอร์เตอร์หักโดยเจียเมียนจีวัดทำไมบ้องนี่จีเอาไว้สุพีบานซั่วดอยสมเลงซึกเซี่ยวมันเฮี้ยนบรรจังสมเลงคลังวันน่ะบานสมเรื่องเมื่อพยเยระบอกกอดแผนกระบอกกอดโปเปิ้ลโดยกระไดสองคำกอดบานลูกใดเตอการใดระบอกเนียงรวดกอดดมทมอปัวซอนุเตอขนองบาดใดระบอกเนียงดมทมอนุเมียนอารามตระเจียไส้แต่มวยรมแป๊กเพียบกอกระไดกอบานโฮจ้อยขนมคลูนระบอกเนียงสมเลงกอกระบอกสุพีบ้านสงัดเงียมตึกมุกสไลสลังระบอเนียงบ้านจับประดาวเมียนเชียมจ้อลางบนติกมาดองเนียงเมียนอารอมทาคลูเนียงสราลมันเหนื่อยหอดโดยมนนีเจียกำนอบเปรเทียดสุพี่วันณะบานนิเยยดอยสมเลงสระตนเวียบานเจียบาลโอนให้เนยยบนุวันณะบ้านปุญโยนเรืองรายเตียงออบแดกอดบานจูประเทียดในคลองไพรดอกพยเยระบอกกอดปัวเกเตียงปี้บ้านสมไรเรษาอาทอกำบังในกำนอบนี้ดมทมอปัวซอนุหากโดยชีเมียนทามอปวยเชียบ้านนึ่งพลอนกำลังวันน่ะบานปราเวียดดำไปเชียบาลพยเยระบอกกอดเอาเชียซาสบายจังสรงรีแอกรอบคริสตัลจำรอปัวหากโดยชีเมียนอำนาจเซ็งได้กอดบรรต่อเรียนสวายยุ่ลบันติกมาดองจีวัตระบอกวันน่ะบานพลาประดูจังสรงกอดแรงเจียบอรอฟกรีกรอได้ร่วมหนึ่งขนมเพียบออกสังคมเตียดให้กอดบานปราตาจมแนตั้งปีกลมหนอบนุ
ដើម្បីធ្វើឲ្យដីស្រែរបស់គាត់មានជីជាតិឡើងវិញចិញ្ចឹមសត្វឲ្យបានផលល្អហើយគ្រួសាររបស់គាត់ក៏លែងអត់ឃ្លានទៀតហើយគាត់បានសងបំណុលទាំងអស់ភរិយារបស់គាត់បានជាសះស្បើយហើយកូនរបស់គាត់ក៏បានទៅសាលារៀនដូចក្មេងដទៃទោះបីជាគាត់បានទទួលទ្រព្យសម្បត្តិនិងសុភមង្គលក៏ដោយវណ្ណៈមិនដែលភ្លេចបទពិសោធន៍ដ៏គួរឲ្យខ្លាចនៅក្នុងព្រៃនោះឡើយរាល់ពេលដែលគាត់សម្លឹងមើលព្រៃស្ដុកធំលើវឹងល្វើយនៅជ័យភូមិគាត់តែងនឹកឃើញដល់ភាពស្ងៀមស្ងាត់សំឡេងខ្សឹបខ្សៀវនិងភ្នែករាប់ពាន់គូដែលនៅតែសម្លឹងមើលគាត់ដឹងថាព្រៃធាតុមិនត្រឹមតែផ្ដល់កំណប់ទ្រព្យដល់គាត់នោះទេតែវាក៏បានផ្លាស់ប្ដូរគាត់ជារៀងរហូតគាត់បានក្លាយជាមនុស្សម្នាក់ដែលមានភាពក្លាហាននិងយល់ពីអត្ថប្រយោជន៍នៃជីវិតកាន់តែច្បាស់ហើយគាត់ក៏ដឹងថាអត្ថកម្បាំងនៃកំណប់ព្រៃធាតុនេះនឹងនៅតែបន្តស្ថិតជាមួយគាត់និងគ្រួសាររបស់គាត់ជារៀងរហូតអរគុណប្រិយមិត្តសំណេររឿងព្រឺព្រួចរឿងក្រោយសំណេរព្រឺព្រួចនឹងនាំអារម្មណ៍បងប្អូនទៅកាន់អារម្មណ៍មួយដែលព្រឺព្រួចបន្តទៀតជួបគ្នារឿងថ្មីនាយុគបន្ត